ជួយគ្នាក្នុងគ្រាលំបាកគឺជាវប្បធម៌ចែករំលែកដ៏ល្អមួយក្នុងបរិបទ COVID-19 នេះជាប្រសាសន៍របស់ឧត្តមសេនីយ៍ឯកគឹមវណ្ណានាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរភូមិន្ទបានលើកឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញនាំយកសម្ភារៈបរិក្ខារពេទ្យនិងទឹកសុទ្ធទឹកក្រូចមួយចំនួនផ្ដល់ជូននិងអញ្ជើញចុះពិនិត្យមើលការវិវត្តទីចម្រើនរបស់សាលានីតិហ៊ានសកម្មដែលស្ថិតនៅក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី3ខែកញ្ញាឆ្នាំ2021ឯកឧត្តមគឹមវណ្ណាបានសម្ដែងនូវក្តីមោទនភាពចំពោះពលិកម្មរបស់កងយុទ្ធពលខេមរភូមិន្ទដែលបានចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក៏ដូចជាលទ្ធភាពនៅក្នុងការរៀបចំកន្លែងព្យាបាលជំងឺ COVID-19 កម្រិតស្រាលដោយខ្លួនឯងសូមបញ្ជាក់ថាកន្លងមកនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 សម្ដៅការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនបន្ថែមលើវិធានការបង្ក្រាបទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះរាជរដ្ឋាភិបាលបានដាក់ចេញនៅកំពុងអនុវត្តយ៉ាងសកម្មនៅយុទ្ធនាការជាតិចាក់វ៉ាក់សាំងដែលត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រគន្លឹះនិងជាខ្សែក្រវ៉ាត់ការពារដ៏សំខាន់ជាងគេដើម្បីបង្កើតឲ្យមានភាពស៊ាំក្នុងសហគមន៍ទប់ស្កាត់នឹងមេរោគ COVID-19 សម្ដៅការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនក៏ដូចជាដើម្បីឈានឆ្ពោះទៅបានដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យនិងការរស់នៅជាមួយជំងឺនេះតាមគន្លងថ្មីក្នុងនោះដែរក្រុមគ្រូពេទ្យនៃសាលានីតិហ៊ានសកម្មបានរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឯកឧត្តមនាយកមជ្ឈមណ្ឌលបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំសាលាត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឲ្យបានម៉ឺងម៉ាត់បំផុតដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ឯកឧត្តមបានរំលឹកពីបទបញ្ជារបស់នីតិហ៊ានអគ្គមេបញ្ជាការគឺការអនុញ្ញាតច្បាប់ដល់យោធិនគ្រប់រូបធ្វើបានតែក្នុងករណីមានធុរៈចាំបាច់ប៉ុណ្ណោះដែលមេបញ្ជាការកងឯកភាពនីមួយៗត្រូវពិនិត្យនិងអនុញ្ញាតក្នុងរយៈពេលសមស្របហើយពេលត្រឡប់មកវិញក៏ត្រូវធ្វើចតាឡេស័កក្នុងកងឯកភាពរបស់ខ្លួនរយៈពេល21ថ្ងៃជាកំណត់ផងដែរកងឯកភាពនីមួយៗត្រូវត្រួតពិនិត្យរាល់កម្លាំងចេញចូលឲ្យបានច្បាស់លាស់ទាំងកម្លាំងចេញបេសកកម្មច្បាប់ទាំងកម្លាំងទៅទិញសម្ភារៈម្ហូបអាហារជាដើមដែលបញ្ហានេះត្រូវចាត់តាំងកម្លាំងនៅខាងក្រៅនិងខាងក្នុងឲ្យដាច់ពីគ្នាទន្ទឹមនោះឯកឧត្តមនាយកមជ្ឈមណ្ឌលបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំសាលាត្រូវបង្កើនការអប់រំការណែនាំអនុវត្តឲ្យបានម៉ឺងម៉ាត់នៅវិធានការ3កុំ3ការពារហើយត្រូវអនុវត្តចលនានេះឲ្យបានជាប់ជាប្រចាំទៅតាមក្រុមនីមួយៗ